Rương để dương nước sman mình đó cứ tha protein như tha đây Donald Trump có ban để dây tha con toa thay để ban chọn mình nâng cứ chia ổ bắt về hai chạy đòn tê hai ấy ban thay thưa cào vi và hà châu tận đây Campuchia dạng khăng kha bị môi nó cứ miên ẩm nai ca tụt mền tên tai mà đòn môi vinh tiệc khơi miên xa pò miên chọc sai thể hiện thay bị môn chọn min mà tất pi đòn hay môn nô tiết cứ tha chọn stir ro khai ban tay nơi pe để thưa cà liên piên châu tận đây Campuchia đòi cầm ráo bài cho mình miên tân là nay rồi pò miên na chọc sai tha thể hiện thay miên ca chọn miên tê à lấy thay tầm nông chỉ flick luôn sầm đáy nhà lớn cứ sầm đáy trên mà tiết thái pi miên tham mấy đại thay ban châu Campuchia thay này bật đật chẳng pò miênนี่คือខ្ញុំនឹងរៀបរាប់ច្រើនពាក្យពន់ជាមួយនឹងរឿងបតកលាហើយនឹងឈ្នះនៃអធិពលការទូតរបស់កម្ពុជាយ៉ាងខ្លាំងមែនទែនតែម្ដងហើយម្សិលមិញខ្ញុំអត់បានធ្វើនៅព័ត៌មានទេដោយសារតែខ្ញុំបានរួមដំណើរជាមួយនឹងក្រុមហ៊ុន Boostrong ធ្វើការយកថវិកា Boostrong ចំនួន200លានរៀលធ្វើជាម្ហូបអាហារដើម្បីជូនបងប្អូនជនភៀសសឹកពីព្រោះថានៅខាងបាត់ដំបងហ្នឹងគឺមានជនភៀសសឹកច្រើនមែនទែនតែម្ដងសង្គ្រាមលើកទី2នេះគឺប្រជាជនភៀសសឹកយើងច្រើនណាស់បងប្អូនទាំងអស់គ្នាហើយមានបងប្អូនយើងគាត់បង្កើតមូលនិធិដើម្បីជួយខ្មែរដើម្បីធ្វើជួយជាជំនួយអីផ្សេងអញ្ចឹងទៅនៅក្នុងនោះគឺក្រុមហ៊ុន Boostrong ម្ដងហើយម្ដងទៀតគឺចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់វីរៈកងទ័ពជួរមុខក៏ដូចជាគ្រួសារយោធិនពលីហើយក៏ដូចជាបងប្អូនជនភៀសសឹកហ្នឹងគឺក្រុមហ៊ុន Boostrong បានជួយច្រើនមែនទែននៅក្នុងនាមខ្ញុំជាប្រជាជនខ្មែរគឺអរគុណខ្លាំងណាស់ដល់ក្រុមហ៊ុន Boostrong ដែលតែងតែជួយជាហូរហែហើយចំណាយលុយកាក់ពេលវេលាយ៉ាងច្រើននៅក្នុងការជួយប្រជាជនខ្មែរម្សិលមិញនេះគឺមានការសម្របសម្រួលអំពីលោកអាន់វ៉ាអ៊ីប្រាហ៊ីមនិងលោកដូណាល់ត្រាំដែលមានការសម្របសម្រួលខលទៅនាយករដ្ឋមន្ត្រីកម្ពុជារួមទាំងនាយករដ្ឋមន្ត្រីថៃដើម្បីឲ្យគោរពនៅកិច្ចព្រមព្រៀងបទឈុំបាញ់វិលចូលតុចរចាកាត់បន្ថយការបង្ហូរឈាមទាំងទាហាននិងប្រជារាស្ត្រប្រជាជនប៉ុន្តែខាងនោះវិញថៃបែបទំនងជាយល់ព្រមជាមួយនឹងអាមេរិកហើយប៉ុន្តែនៅឡើយបែរជាកលាស់សម្ដីវិញថាគេមិនបានយល់ព្រមអីទេឥឡូវខ្ញុំនិយាយរឿងមួយដែលយើងឈ្នះការទូតខ្លាំងមែនតើកន្លងមកយើងតែងតែចោទថាថៃតែងតែចោទកម្ពុជាថាដាក់មីនហើយកម្ពុជាតែងតែជំទាស់ប៉ុន្តែរឿងនេះគឺយើងទ្វេភាគីទេយើងអាចចោទយើងអាចអីចឹងទៅវាអត់មានសាកសីប៉ុន្តែម្សិលមិញអ្វីដែលខ្ញុំសប្បាយចិត្តហើយនឹងមានអារម្មណ៍ថានឹកស្មានមិនដល់នោះគឺថាលោកដូណាល់ត្រាំគាត់បានផុសនៅក្នុងទ្រុសសរថារឿងជន់មីននេះគឺជារឿងឧបទ្ទវហេតុទេតែបែរជាថៃបានធ្វើការវាយប្រហារយ៉ាងខ្លាំងក្លាចូលទៅក្នុងទឹកដីកម្ពុជាបាទពាក្យនេះគឺអស្ចារ្យមែនទែនបងប្អូនគឺយើងបានមានប្រធានាធិបតីឬក៏មហាអំណាចពិភពលោកមួយបានទទួលស្គាល់ថាមីននេះគឺផ្ទុះដោយឧបទ្ទវហេតុទេពីព្រោះថាពិភពលោកដឹងហើយនៅព្រំដែនរវាងកម្ពុជាថៃហ្នឹងគឺមានចំការមីនយ៉ាងច្រើនដែលសល់ពីសម័យសង្គ្រាមដែលយើងប្រើពាក្យថាចំការមីនទៅហើយមិនមែនប្រើពាក្យថាមីនទេពីព្រោះពាក្យអចការវាច្រើនណាហើយកម្ពុជាក៏ប្រកាសម្ដងហើយម្ដងទៀតថាកុំឲ្យប្រជាជនឬក៏ទាហានថៃនឹងដើរប្រេះផ្ដាស់ព្រោះម្ដុំហ្នឹងគឺមីនច្រើនមិនទាន់មានការដោះទេដោយសារតែទីតាំងលំបាកហើយកន្លែងហ្នឹងក៏មិនទាន់ជាមានការបែងចែកទឹកដីអីដាច់ស្រេចផងបាទអញ្ចឹងអានេះគឺពាក្យមួយនេះគឺសំខាន់មែនទែនតែម្ដងហើយរឿងមួយទៀតដែលកំពុងតែឆ្ងល់ហើយឃើញសារព័ត៌មានកម្ពុជាយើងចុះផ្សាយច្រើនថាបើសិនជាកម្ពុជាយើងដាក់មីនថ្មីយ៉ាងច្រើនដោយពាក្យភាគីថៃចោតណាព្រោះមុនហ្នឹងមួយអាទិត្យជន់2ដងក៏មានដែរហើយមុនហ្នឹងទៀតគឺជន់ស្ទើររាល់ខែទាហានថៃតែងតែជន់ឲ្យចោទថាកម្ពុជាដាក់ប៉ុន្តែនៅពេលដែលថៃបានធ្វើការបើកការវាយប្រហារទាំងកំរោលចូលទឹកដីកម្ពុជាបែរជាទាហានថៃមិនមានរបាយការណ៍ណាមួយថាជន់មីនទេហើយកសែតថៃក៏អត់មានផ្សាយថាជន់មីនដែរបងប្អូនឆ្ងល់រឿងហ្នឹងហ៎អាពេលដែលដើរគ្រាន់តែល្បាតបន្តិចបន្តួចបែរជាជន់មីនហើយបានរាយការណ៍ថាថៃកម្ពុជាយើងដាក់មីនច្រើនមែនទែនប៉ុន្តែនៅពេលដែលវាវាយចូលទឹកដីកម្ពុជាជាពិសេសប្រាសាទតាកបីដែលថៃតែងតែអះអាងម្ដងហើយម្ដងទៀតថាប្រាសាទតាកបីហ្នឹងគឺមានមីនច្រើនមែនទែនទើបធ្វើឲ្យទាហានថៃហ្នឹងវាយកប្រាសាទតាកបីអត់បានប៉ុន្តែឥឡូវធ្វើការវាយប្រហារច្រើនថ្ងៃហើយរហូតដល់ថៃកុំតិចប្រាសាទចោលតែម្ដងក៏នៅតែអត់អាចកាន់កាប់ប្រាសាទតាកបីបានដែរនេះបើតាមកសែតខែសតបានចុះផ្សាយដោយស្រង់ពាក្យរបស់ទាហានថៃឥឡូវនេះពាក់ព័ន្ធជាមួយនឹងមីននេះទំនងជាអាឡ័យតាឈ្លានពានទឹកដីកម្ពុជាអាវុធក៏អស់ច្រើនតបក៏ស្លាប់ច្រើនចំណាយពេលវេលាហើយរងការរិះគន់ពីបរទេសច្រើនទៅភ្លេចសម្ដែងដើរជន់មីនឥឡូវនេះគឺកសែតគេចាប់ផ្ដើមចុះផ្សាយអំពីការជន់មីនហើយអំពីមីនថ្មី
បាទអធិស្ឋានគឺគេបានរកឃើញមីនថ្មីដែលគេរាយការណ៍ថាជាមីនដែលកម្ពុជាយើងមានកំណត់ច្នៃប្រឌិតធ្វើមិនឲ្យមានការស្លាប់ទាហានគេច្រើនអីចឹងទៅជាមីនប្រឆាំងរថក្រោះហើយវារងផលប៉ះពាល់ច្រើនអីចឹងទៅបាទឥឡូវគឺថាវាចាប់ផ្ដើមយកមីននិយាយទៀតហើយបន្តអំពីផ្លិចនិយាយប្រហែលថ្ងៃហ្នឹងបាទហើយកម្ពុជាយើងចុះផ្សាយអំពីរឿងហ្នឹងឥឡូវគេចាប់ផ្ដើមគេនឹកឃើញវិញហើយបាទគឺមីនទៀតហើយនៅក្នុងនោះគឺគេបានថតបង្ហាញដែរគឺមីនហ្នឹងមានកំណាត់ដែកមានអីចឹងទៅដាក់ចូលដើម្បីឲ្យមានកម្លាំងផ្ទុះទៅសម្រាប់ទាហានគេបានច្រើនចឹងទៅបាទហើយរឿងនេះបងប្អូនពិចារណាតាមការគួរទៅហើយអ្វីដែលយើងឃើញថាខ្ញុំសប្បាយចិត្តនឹងមានប្រៀបលើការទូតខ្លាំងហ្នឹងគឺថាសូម្បីតែប្រធានាធិបតីសហរដ្ឋអាមេរិកក៏គាត់បានមានប្រសាសន៍ដែរថាមីនហ្នឹងគឺជាការជន់ដោយអបតវហេតុទេមិនគួរណាថៃធ្វើការបើកការវាយប្រហារយ៉ាងខ្លាំងក្លាមកលើទឹកដីកម្ពុជាអញ្ចឹងគឺពាក់ព័ន្ធជាមួយនឹងថៃតែងតែប្រើពាក្យថាខ្លួនចង់បានសន្តិភាពស្រឡាញ់សន្តិភាពជាប្រទេសដែលមិនចង់មានសង្គ្រាមប៉ុន្តែយើងឃើញថាប្រហែលថ្ងៃនេះគឺលោកដូណាល់ត្រាំទាំងលោកអាន់វ៉ៃអ៊ីប្រាហ៊ីមគឺបានធ្វើការសម្របសម្រួលឲ្យមានការឈប់បាញ់មានការឲ្យឈប់បាញ់ពីម្សិលមិញនេះម៉ោង 10 យប់នេះហើយធ្វើការដាក់ការតាមដានដោយប្រើផ្កាយរណបប្រទេសទាំងពីរគឺម៉ាឡេស៊ីហើយនិងអាមេរិកដើម្បីតាមដានថាតើភាគីណាបាញ់មុនក្រោយពីនោះគឺនាយករដ្ឋមន្ត្រីខ្មែរគឺសម្ដេចហ៊ុនម៉ាណែតបានប្រកាសគាំទ្រម្ដងហើយម្ដងទៀតពាក់ព័ន្ធជាមួយនឹងបទព្រមព្រៀងជប់បាញ់ក៏ទទួលស្គាល់ក៏ព្រមទទួលហើយការតាមដានផ្កាយរណបហ្នឹងក៏ទទួលហើយសម្ដេចបានស្នើសុំថាឲ្យបញ្ចេញនៅអារូបភាពផ្កាយរណបកាលពីថ្ងៃមុននោះដែលថៃថាយើងវាយមុនហ្នឹងអញ្ចឹងសម្ដេចស្នើសុំទៅខាងអាមេរិកក៏ដូចជាម៉ាឡេស៊ីឲ្យបញ្ចេញរូបភាពហ្នឹងមកដើម្បីថាអ្នកណាវាយមុនព្រោះខាងថៃគេចោទថាកម្ពុជាទេហើយឥឡូវនេះគឺថាសម្ដេចយើងបានស្នើសុំឲ្យបញ្ចេញរូបហ្នឹងមកនេះជារឿងដែលភ័យមែនតើហើយស្លន់ស្លោមែនតើនៅខាងប្រទេសថៃមិនដឹងគេគិតយ៉ាងណាបើសិនជាអាមេរិកហើយនិងម៉ាឡេស៊ីបញ្ចេញរូបភាពហ្នឹងមែនអញ្ចឹងយើងឃើញថាមករយៈនេះគឺឥទ្ធិពលការទូតរបស់កម្ពុជាយើងឃើញថាខ្លាំងមែនតើតែម្ដងបើទោះជាយើងបានន័យថាវាស័ក្តិសមនឹងការរងគ្រោះរបស់យើងបានន័យថាបើយើងរងគ្រោះហើយគេផ្សាយព័ត៌មានមិនពិតបំភ្លើសបំភ្លៃយើងរឹតតែឈឺចាប់ទៀតប៉ុន្តែអ្វីដែលយើងសប្បាយចិត្តមួយគឺថាគេបានវាយប្រហារយើងហើយសារព័ត៌មានផ្សេងក៏បានចុះផ្សាយដែរពិភពលោកគឺបានចុះផ្សាយសារព័ត៌មានទាំងអស់ដូចជា Reuters និកាយអេស៊ីអីផ្សេងហ្នឹងគឺបានចុះផ្សាយពាក់ព័ន្ធជាមួយនឹងរឿងថៃបានរំលោភដែនអាកាសកម្ពុជាហើយអាមេរិកហ្នឹងក៏បានប្រកាសដែរថាយន្តហោះ F-16 បានហោះចូលជ្រៅក្នុងទឹកដីកម្ពុជាដែលថៃធ្លាប់បានបដិសេធរឿងថៃនេះខ្ញុំអត់យល់ថាមិនឯងម្ដងបដិសេធម្ដងគាំទ្រដូចជាការទៅវាយប្រហារស្ពានទៅទម្លាក់កន្លែងនេះកន្លែងនោះនៅក្នុងទឹកដីកម្ពុជាអញ្ចឹងប្រកាសថាជោគជ័យប៉ុន្តែនៅពេលដែលគេចោទប្រកាន់ថាគាត់នឹងបានធ្វើអញ្ចឹងថៃនឹងបែរថាអត់បានធ្វើទេរឿងកលិចកលាញ់ខ្ញុំថាថៃគឺពិបាកមែនតើហើយក៏មានកាសែតបរទេសមួយចំនួនបានចុះផ្សាយថាអានូទីនឬក៏ប្រទេសថៃបានប្រើល្បិចទាញទាគេហៅថាប្រើល្បិចធ្វើសង្គ្រាមដើម្បីទាមទារប្រជាប្រិយភាពនៅក្នុងការបោះឆ្នោតដោយសុកចិត្តចុះចេញពីតំណែងឬក៏រំលាយសភាដើម្បីផ្ដល់អំណាចទៅឲ្យទាហានធ្វើការវាយប្រហារមកខាងកម្ពុជាយើងហើយនៅក្នុងនោះគឺសម្ដេចហ៊ុនសែនក៏បានដឹងកាឡារបស់ថៃមុនដែរដោយសម្ដេចបានផុសនៅក្នុងเพจថាមិននឹកស្មានថាអានូទីនគឺសុកចិត្តចំណាយជីវិតទាហានជីវិតប្រជាជនដើម្បីតែអំណាចផ្ទាល់ខ្លួនដើម្បីតែប្រជាប្រិយភាពដើម្បីទាមទារសัญลักษณ์ឆ្នោតនៅក្នុងការបោះឆ្នោតខាងមុខបាទហើយកសែតបរទេសក៏បានចុះផ្សាយដែរពាក់ព័ន្ធជាមួយនឹងរឿងនេះអញ្ចឹងយើងឃើញថាពិភពលោកបានឃើញកម្ពុជាច្បាស់ហើយថាជាមនុស្សនិយាយពិតធ្វើពិតបាទបើយើងថាឈប់បាញ់គឺយើងឈប់បាញ់បើយើងថាយើងមិនបានធ្វើគឺយើងមិនបានធ្វើហើយអ្វីគឺបានលាតត្រដាងម្ដងហើយម្ដងទៀតទៅតាមដំណាក់កាលឥឡូវនេះពិភពលោកបានទទួលស្គាល់ហើយបាទហើយខ្ញុំសូមអរគុណមែនទែនចំពោះដល់លោកអាន់វ៉ាអ៊ីប្រាហ៊ីមក៏ដូចលោកដូណាល់ត្រាំដែលតែងតែព្យាយាមចង់ឲ្យប្រទេសទាំងពីរមានសន្តិភាពហើយសង្ឃឹមថាប្រទេសទាំងពីរនឹងទៅរកកិច្ចចរចាឬក៏ទៅគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ដើម្បីស្វែងរកសន្តិភាពដ៏យូរអង្វែងអញ្ចឹងវីដេអូនេះខ្ញុំបច្ចុប្បន្នភាពប៉ុណ្ណឹងទៅចុះបងប្អូនដើម្បីទទួលបានវីដេអូថ្មីកុំភ្លេច Subscribe Channel YouTube ខ្ញុំម្នាក់មួយអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះពីដើមដល់ចប់បាទជម្រាបលា